សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានការចែករំលែកចំណេះដឹងមួយពាក់ព័ន្ធនឹង Nikon ZR អញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញដល់អ្នកនរគ្នាអំពីការដាក់ឡាត់ទៅក្នុងកាមេរ៉ា Nikon ZR អូខេតាមដានអ្នកនរអូខេចំណុចបន្ទាប់ទៀតគឺយើងចូលមកក្នុង setting របស់កាមេរ៉ាដើម្បី format SD card ឬក៏ C express card របស់យើងអញ្ចឹងយើងចូលមកកន្លែងរូបកូនសោនេះមកយើងចុចពាក្យ format memory card អញ្ចឹងខ្ញុំមាន C express card អញ្ចឹងខ្ញុំ format លើ C express card ដើម្បីយើង format ហើយយើង copy ឡាត់ចូលទៅក្នុង memory card អញ្ចឹងយើងចុច format មកអូខេសម្រាប់បន្តទៀតយើងចូលមកក្នុង website របស់ Nikon យើងគ្រាន់តែវាយពាក្យ Nikon ឡាត់មកយើងនឹងឃើញហើយអញ្ចឹងយើង scroll វាមកក្រោមមកយើងចុចពាក្យកន្លែង download នេះគឺប្រភេទ 3D ឡាត់ហ្នឹងយើង download វាមកអូខេបន្តទៀតគឺយើងចូលមកក្នុងកន្លែងដែលយើង download ហើយនេះគឺនេះ file របស់វានេះគឺ file របស់ camera red ឡាត់របស់កាមេរ៉ា red អញ្ចឹងបន្ទាប់មកយើងចូលទៅក្នុង memory card របស់យើងរបស់ ZR អញ្ចឹងយើងត្រូវចាំថាពេលដែលយើងចង់ដាក់ឡាត់ចូលយើងត្រូវចូលទៅក្នុង folder របស់ Nikon បន្ទាប់មកយើងបង្កើត folder មួយយើងអាចទៅសេថាឡាត់អូខេបន្ទាប់មកយើង copy អ្វីដែលយើង download មុនហ្នឹងគឺរបស់ red ហ្នឹងយើងយកមកដាក់ក្នុង folder ហ្នឹងមកអញ្ចឹងយើងរើសយករូបលេខខ្មៅនេះបន្ទាប់មកយើងយកអក្សរ G គឺវីដេអូបន្ទាប់មកយើងចុះ scroll ចុះមកក្រោមមកវាឃើញអក្សរ G14 អញ្ចឹងយើងបើក G14 ហ្នឹងមក view assist ហ្នឹងបន្ទាប់មកយើង import lat យើងចូលអញ្ចឹង import lat នេះគឺវានៅក្នុង memory card របស់យើងអញ្ចឹងនៅពេលដែលយើង copy មិញគឺវានៅក្នុងហ្នឹងតោះមកយើង import វាចូលមកអូខេ Rec 709នេះគឺបោះកាមេរ៉ាអញ្ចឹងយើង save យើងមិនបាច់ save ជាន់លើវាទេយើង save ទី2មកអូខេតោះមកយើងធ្វើអញ្ចឹងដូចគ្នាទាំងអស់អញ្ចឹងបើយើង save ជាន់លើវាគឺវាលុបអាចាស់ចោលហើយវានៅតែថ្មីអញ្ចឹងយើង save ម្ដងមួយមកអញ្ចឹងយើងមកដល់ចំណុចនេះហើយគឺនៅលើអេក្រង់របស់យើងអញ្ចឹងយើងឃើញទាំងអស់គ្នាថា color របស់វាគឺជា color របស់ lock 3G10 របស់ color របស់ red អញ្ចឹងវាធម្មតាគឺវាពណ៌ slate អញ្ចឹងហើយអត់ទាន់មាន color អីអញ្ចឹងបើសិនយើងចង់ preview នៅលើ monitor យើងចង់ឲ្យវាមាន color មានន័យថាយើងដាក់ LUT នៅលើរូបភាពហ្នឹងយើងគ្រាន់ចុច assist on នេះមកគឺវានឹងដាក់ LUT ដែលយើង install ចូលនៅមិញហ្នឹងហើយដែលមានប្រហែល LUT ហ្នឹងអញ្ចឹងវាងាយស្រួលមែនតើធ្វើឲ្យយើងអាចដឹងពណ៌ color ពេលដែលយើងកំពុងថតបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបាយបាយ